ក្រុមហ៊ុនហើយទើបមកប្រជាពលរដ្ឋអីក៏ទៅអញ្ចឹងទៅខ្ញុំស្ដាយចន្ទីណាយខ្ញុំនឹងបានអីស៊ីបានអីចង់ទេទៅមុខទៀតត្រាប់ទៅធ្វើហើយតាមពីកូនមិនតាន់កើតរហូតដល់កូនអាយុ20ឆ្នាំ20-30ឆ្នាំហើយកូនរេចន្ទីស្ដាយហើយស្ដាយរបស់ហើយរបស់ខំថែរក្សាតាំងពីដើមខំឲ្យចោកឲ្យគឺឲ្យកាប់ឲ្យលិចប់មិនកូនអើយគេមករលើងមករលាយឲ្យច្រាញ់សូមអាញាធម៌មេឲ្យសម្ដេចតេជោហ៊ុនម៉ាណែតហើយជួយដោះស្រាយកូនចៅផងណាឲ្យបានកូនចៅសមទីរស់រៀនមានជីវិតទេក៏សមរម្យមានកើតទៅមុខទេមកដៃទៅទេហើយរាល់ថ្ងៃខ្ញុំគិតមានស្អីទេឲ្យលុយខ្ញុំតិចតួចខ្ញុំនឹងបានបណ្ណាអាស្រ័យផលរត់ឆ្នាំនេះចាក់ដីចំពោះចិត្តពេលលប់ទៅហើយនេះអាត្មាដែលអត់ទាន់ចាក់ដល់ដីខ្ញុំពិតនេះដីរៀបដីមិនទាន់បានដល់ណានេះសម្បីតបាយខ្ញុំហូបអត់ក្រិនទេខ្ញុំចិញ្ចឹមកូនអត់រស់ទេចាប់ពីឆ្នាំនេះរហូតដល់ឆ្នាំក្រោយៗទៀតខ្ញុំអត់មានបាយមានស្រូវចិញ្ចឹមកូនទៀតទេស្រែក៏ខ្ញុំគ្មានធ្វើ